yang kanje ratanang loke vichete vivithang potho retanang pothe samang thammya samang sankhya samang nathe tasma sothai bhavantu te ratana ena mui khnong lok mien chran baib chran yang ratanaទាំងនោះពុំស្មើនឹងព្រះពុទ្ធព្រះធម៌ព្រះសង្ឃរតនៈឡើយប្រហេតុនោះសូមសិរីសួស្តីទាំងឡាយកើតមានវេលាព្រឹកថ្ងៃអង្គារ14រោចខែចេឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី24ខែមិថុនាឆ្នាំ2025វេលាព្រឹកនេះខ្ញុំព្រះករុណានឹងអានព្រះពុទ្ធវចនៈព្រះសុតន្តបិដកភ័យ23ជាបន្តទំព័រ74លេខគ្នា49មនាលកហបតីដូចជាបរោះកាន់គប់ស្មៅដែលភ្លើងឆេះដើរច្រាស់ខ្យល់ដែលភ្លើងឆេះដើរច្រាស់ខ្យល់មនាលកហបតីអ្នកសម្គាល់សេចក្តីនោះថាដូចម្ដេចបើបុរសនោះមិនលះចោលគប់ស្មៅដែលភ្លើងឆេះនោះដោយឆាប់ទេគប់ស្មៅដែលភ្លើងឆេះនោះនឹងរលរៀលដៃឬកំភូនដៃឬរលរៀលអវយវៈតូចធំនីមួយបុរសនោះនឹងដល់សេចក្តីស្លាប់បុរសនោះនឹងដល់សេចក្តីស្លាប់ឬសេចក្តីទុក្ខចិត្តនឹងស្លាប់ព្រោះគប់ស្មៅដែលភ្លើងឆេះនោះជាហេតុមែនឬទេព្រះករុណាព្រះអង្គមនាលកហបតីអរិយសាវកតែងពិចារណាដូចនេះថាព្រះមានព្រះភ័ក្ត្រទ្រង់សម្ដែងហើយថាកាមទាំងឡាយមានឧបមាដោយគប់ស្មៅមានទុកច្រើនមានសេចក្តីចង់អៀតចង់អល់ច្រើនទោះមានច្រើនប្រការក្នុងកាមទាំងនេះយ៉ាងនោះឯងអរិយសាវកឃើញសេចក្តីនេះតាមពិតដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះละក៏ចម្រើនឧបេក្ខានោះឯងលេខគ្នា50មនាលកហបតីដូចជារណ្ដៅរងើកភ្លើងមានជំរូមួយចំហបរោះដល់ពេញដោយរងើកភ្លើងឥតមានអណ្ដាតឥតមានផ្សេងកាលនោះមានបរោះម្នាក់មានប្រាថ្នាដើម្បីរស់នៅមិនប្រាថ្នាដើម្បីស្លាប់ប្រាថ្នាសេចក្តីសុខពើមសេចក្តីទុក្ខដើរមកកាន់រណ្ដៅនោះមានបរោះខ្លាំងពូកែមានបរោះខ្លាំងពូកែពីរនាក់ចាប់បរោះនោះត្រង់កំភូនដៃម្ខាងម្នាក់ទាញទម្លាក់ទៅក្នុងរណ្ដៅទំព័រ75មនាលកហបតីអ្នកសម្គាល់សេចក្តីនោះថាដូចម្ដេចតើបរោះនោះគូបងអូនកាយទៅកាន់រណ្ដៅនោះដូចឆ្នេះខ្លះដូចឆ្នោះខ្លះដែរឬទេបបិទ្ធព្រះអង្គដ៏ចម្រើនបុរសនោះមិនគូបងអូនកាយទៅឡើយដំណើរនោះប្រហេតុអ្វីបបិទ្ធព្រះអង្គដ៏ចម្រើនព្រោះបរោះនោះដឹងច្បាស់ថាបើអាត្មាអញនឹងធ្លាក់រណ្ដៅរងើកភ្លើងនេះអាត្មាអញនឹងដល់សេចក្តីស្លាប់ឬសេចក្តីទុក្ខចិត្តស្លាប់ព្រោះរណ្ដៅរងើកភ្លើងនោះជាហេតុមនាលកហបតីអរិយសាវកតែងពិចារណាដូចនេះថាព្រះមានព្រះភ័ក្ត្រទ្រង់សម្ដែងហើយថាកាមទាំងឡាយមានឧបមាដោយរណ្ដៅរងើកភ្លើងមានទុកច្រើនមានសេចក្តីចង់អៀតចង់អល់ច្រើនទោះមានច្រើនប្រការក្នុងកាមទាំងនេះយ៉ាងនោះឯងអរិយសាវកឃើញសេចក្តីនេះតាមពិតដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះហើយละក៏ចម្រើនឧបេក្ខានោះឯងលេខគ្នា51មនាលកហបតីដូចជាបរោះយល់សពឃើញអារាមជាទីសប្បាយព្រៃជាទីសប្បាយផែនដីជាទីសប្បាយនិងស្រះបោខរណីជាទីសប្បាយលោះបុរសនោះភ្ញាក់ឡើងមិនឃើញអ្វីមួយឡើយមនាលកហបតីអរិយសាវកតែងពិចារណាដូចនេះថាព្រះមានព្រះភ័ក្ត្រទ្រង់សម្ដែងហើយថាកាមទាំងឡាយមានឧបមាដោយយល់សពមានទុកច្រើនមានសេចក្តីចង់អៀតចង់អល់ច្រើនទោះមានច្រើនប្រការក្នុងកាមទាំងនេះយ៉ាងនេះឯងលៈក៏ចម្រើនឧបេក្ខានោះឯងសូមអនុមោទនាសូមអនុមោទនាសូមអនុមោទនា